reference ហ្នឹងតោះទៀតខ្ញុំចាប់ទីឡើងទៅលើមកបាទ click ប៉ង់វា copy ឲ្យយើង auto មកអញ្ចឹងវាចំណេញពេលយើងច្រើនដែរបាទសំខាន់យើងមាន block ឲ្យយើងមក block description ហើយធ្វើឲ្យត្រូវមកហើយយើងចង់ចុចចុះក្រោមគេនេះឲ្យយើងនេះដកឃើញដកយើងចុចចំកន្លែងនេះទៅវាបូក00ឲ្យយើងទៀតផងបាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនៅលើមួយទៀតក្នុងការប្រើប្រាស់ computer ticket ទាក់ទងទៅនឹងការកែប្រែ level ទៅតាមកម្ពស់ដែលយើងមានឧទាហរណ៍នៅក្នុងពេលនេះបើសិនជាខ្ញុំអង្គុយកែមួយវាចាយពេលមកនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាពីរបៀបក្នុងការប្រើប្រាស់ទី1អញ្ចឹងនៅក្នុងលេខនេះឧទាហរណ៍ថាខ្ញុំមាន level ស្រាប់អញ្ចឹងខ្ញុំ copy វាឡើងមកវាមាន2ជម្រើសនេះអញ្ចឹងនេះមានចិត្តអញ្ចឹងមានស្រាប់ចិត្តអញ្ចឹងខ្ញុំដឹងថា level នៅទីនេះគឺបូក50អញ្ចឹងតើនេះខ្ញុំ copy មិនទៅបូក50មកអញ្ចឹងបើយើងអង្គុយវាស់មើលទៅវាយើងចាយពេលនេះណាអញ្ចឹងបងប្អូនគាត់ទៅប្រើ list មកអញ្ចឹងបងប្អូន load វាមក list មួយនេះបងប្អូនចង់បានទៅ subscribe channel Telegram មកខ្ញុំឲ្យ download ក្នុងនោះមកអញ្ចឹង upload នឹងចូលមកបន្ទាប់ទៀតបងប្អូនប្រើ command OEL នេះតាមមួយមកយើងត្រូវវិញនេះយើងគូសជា millimeter ឬក៏យើងគូសជា meter អញ្ចឹងយើងខ្ញុំគូសជា millimeter អញ្ចឹងខ្ញុំចូល millimeter មកបន្ទាប់ទៀត option 2គឺខ្ញុំនឹងបង្ហាញទាំងអស់នៅក្នុង option ហ្នឹងដោយសារតែខ្ញុំ copy ហើយអញ្ចឹងខ្ញុំគាត់ update ទៅបានហើយអញ្ចឹងខ្ញុំចុច update មកបន្ទាប់ទៀតខ្ញុំ select object select ពេលនេះគឺ object ពេលនេះគឺយើង select ទៅវិញឲ្យចំ text ហ្នឹងដើម្បីបើយើង select កន្លែងផ្សេងវាអត់ស្គាល់ text ទេអញ្ចឹងតម្រូវឲ្យយើង select ចំ text បានវាស្គាល់ text របស់ artificial block របស់យើងហ្នឹងចុចនេះមកបន្ទាប់ទៀតខ្ញុំ set level ហ្នឹងខ្ញុំ0.5យើងវាយម៉ែធម្មតាទៅយើងបាច់បូកដកទេវាស្គាល់អូតូហើយតែបើថាដកយើងដាក់ដកណាបើសញ្ញាបូកទេយើងវាយធម្មតាទៅវាស្គាល់អញ្ចឹងខ្ញុំ0.5ខ្ញុំនិយាយថាបន្ទាប់ទៀតគេឲ្យ pick reference គឺខ្ញុំ pick នៅក្រោមនេះខ្ញុំ pick ទី1មកបន្ទាប់ទៀតខ្ញុំ select នេះបន្ទាប់ select នេះហើយខ្ញុំ click ចំកន្លែងនេះ reference របស់វាថ្ងៃវា load ទៅអូតូនេះខ្ញុំ click reference របស់វាមកយើង click ទៅមិនឲ្យចំអក្សរ click មក reference របស់វាបូក reference click នេះមួយខ្ញុំ click នេះមួយទៀតមកហើយបាទឃើញវាដូរទៅលឿនបាទអានេះកាន់តែយើង update ព័ត៌មានដែលយើង copy ទៅហើយយើង update អញ្ចឹងមួយទៀតគឺយើងប្រើនឹងដដែលតែយើង copy ប្រើ copy មកអញ្ចឹង OEL ដដែល select ជា millimeter ដដែលហើយខ្ញុំយក copy ហើយខ្ញុំ select ចំ text ដែរបន្ទាប់ទៀតខ្ញុំ set level ជា 0.5 ដដែលហើយបន្ទាប់ទៀតខ្ញុំ pick នេះ pick reference ហ្នឹងបន្ទាប់ទៀតខ្ញុំចាប់ទីឡើងទៅលើមកបាទ click ប៉ង់វា copy ឲ្យយើង auto មកអញ្ចឹងវាចំណេញពេលយើងច្រើនដែរបាទសំខាន់យើងមាន block ឲ្យយើងមក block description ហើយធ្វើឲ្យត្រូវមកហើយយើងចង់ចុចចុះក្រោមគេនេះឲ្យយើងនេះដកឃើញដកយើងចុចចំកន្លែងនេះទៅវាបូក00ឲ្យយើងទៀតផងអញ្ចឹងយើងចុចលើក្រោមអត់អីទេយើងសំខាន់ reference មកវិញនៅកន្លែងនេះហើយបញ្ជាក់ថា attribute block របស់យើងហ្នឹងយើងគួរតែ set level វាឲ្យនៅកន្លែងហ្នឹងដើម្បីឲ្យ copy ទៅវាចាប់នៅកន្លែងហ្នឹងណាបើ level នៅកន្លែងផ្សេងវាចាប់នៅកន្លែងផ្សេងហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនចង់បានវីដេអូនេះបងប្អូនចូលទៅ subscribe channel Telegram ហើយ download ទៅខ្ញុំ Telegram នៅក្នុងហ្នឹងហើយ